សូមប្រិយមិត្តជាទីគោរពថ្ងៃនេះខ្ញុំធ្វើការបទបង្ហាញមួយទៀតពាក់ព័ន្ធនឹងមាត្រា95នៃធម្មនុញ្ញសហប្រជាជាតិចែងថាម៉េចបាទពុំមានករណីណាមួយនៃធម្មនុញ្ញសហជាតិមិនអាចរារាំងសមាជិកពីការដោះស្រាយដោយតម្លៃនៃកិច្ចព្រមព្រៀងឬដែលត្រូវបានបញ្ចុះពីអនាគតតើខ្លឹមសារនៃមាត្រានេះមានន័យដូចម្តេចដោយសារតែខ្ញុំនេះទៅខ្ញុំ screenshot ពាក់ព័ន្ធនឹងមាត្រាដែលគេចែងជាភាសាអង់គ្លេសពេលខ្លះទៅខ្ញុំស្រាវជ្រាវវាមិនច្បាស់ដែរភាសាអង់គ្លេសខ្ញុំវាអត់មានសាលាច្បាស់លាស់ហើយចឹងហើយការស្រាវជ្រាវកន្លែងខ្លះទៅវាមានការមិនសូវល្អអីអនស្រ័យអធិស្ឋានហើយជួយស្រាវជ្រាវមកដើម្បីមកភ្លឺខ្ញុំវិញដែលយើងដោះដូរចំណេះដឹងគ្នាទៅកន្លែងខ្លះបើសិនជាអត់ស្រីយល់ផ្នែកភាសាច្បាស់ជួយខ្ញុំក៏ជាការល្អដែរដើម្បីឲ្យទស្សនវិជ្ជាទូទៅនេះវាអញ្ចឹងធំវិស័យជាគេមានចែងច្បាស់ណាស់ចា៎ដល់តែយើងអានទៅដឹងថាក្នុងវិធានអន្តរជាតិនេះគេដូចមានភាពល្អិតល្អន់សកុតសគុំប្រកបដោយសេចក្តីថ្លៃថ្នូរមិនដូចដែលយើងមើលឃើញពីក្រៅទេហើយយើងធម្មតាយើងថាប៉ុន្តែវាអត់មានអធិពលអីដូចតឡាការក្នុងស្រុកទេហើយត្រូវអនុវត្តឧបយាអីអានេះកន្លែងនេះអត់ទេរបៀបមួយគឺថាឲ្យទទួលស្គាល់ការជំនះប្រតិកម្មនៅកន្លែងការទូតទៅម្ដងដែលធ្វើឲ្យអ្នកការទូតតំណាងប្រទេសមួយចំនួនខ្មាស់គេតែខ្មាស់គេបើសិនជាយើងអត់គ្រប់កតាបកិច្ចអីខ្មាស់គេគេអត់មើលមុខទេអាកាយវិការការទូតកន្លែងខ្លះឯងអីណាអត់ណាអានដល់តានេះអត់គ្រប់កតាបកិច្ចគេអត់មើលមុខបាទឯងខ្លាចអញ្ចឹងហើយមានន័យថាម៉េចមានន័យថាបើសិនជាមានកិច្ចព្រមព្រៀងឬក៏អនុស្សាវរីយ៍នៃការយោគយល់គ្នា MOU ក៏ដោយណា MOU ក៏ដោយឬកិច្ចព្រមព្រៀងអ្វីមួយក៏ដោយដែលបង្កើតមកកន្លងមកនោះវាមិនសូវមានភាពស្របច្បាប់ទៅតាមច្បាប់អន្តរជាតិករណីហ្នឹងក៏តុលាការអាចធ្វើការរំលាយណារំលាយនៅ MOU នឹងចេញបានដែរណា MOU នឹងបានដែរដោយសារតែសេចក្តីសម្រេចរបស់តុលាការវាមានអានុភាពខ្ពស់ជាងបាទមានអានុភាពខ្ពស់ជាង MOU ដោយសារថាអីបាទដោយសារថាជួយតុលាការនេះជាស្ថាប័នអន្តរជាតិដែលរដ្ឋភិគីទៅបងលុយបងកាក់អីចូលទៅគាត់ហើយតែគាត់ធ្វើអត់បានល្អរដ្ឋភិគីគេមើលងាយទៅដល់សមាជិកតុលាការដែរអញ្ចឹងហើយលក្ខណៈសម្បត្តិរបស់ចក្រមនៅក្នុងតុលាការអន្តរជាតិនេះអរស្រ័យតិចទៀតនៅពេលដែលលោកស្រីអានទៅនឹងខ្ញុំអានជាផឹកខ្ញុំនឹងបង្ហាញថាដើម្បីខ្លាយជាចក្រមនៃតុលាការអន្តរជាតិនឹងត្រូវមានលក្ខណៈសម្បត្តិយ៉ាងដូចបរិយសង្ខេបគឺសេចក្តីថ្លៃថ្នូរជាសំខាន់ណាស់សេចក្តីថ្លៃថ្នូរភាពយុត្តិធម៌និងសេចក្តីថ្លៃថ្នូរក្នុងស្មារតីស្មើមុខនៅចំពោះមុខតុលាការរវាងរដ្ឋភាគីនិងភាគីចុងចក្រមម្នាក់នោះគេទៅរៀបចំអិរិយាបថទាំងភាសាកាយវិការអ្វីហ្នឹងគឺលោកត្រូវថាប្រចាំប្រយ៉ែងណាព្រោះកិច្ចការនៅក្នុងកម្រិតអន្តរជាតិនេះសូម្បីតែការស្លៀកពាក់และការស្លៀកពាក់ការរៀបចំខ្លួននោះក៏ត្រូវតែប្រចាំប្រយ៉ែងដែរហ្នឹងហើយដោយសារតែពេលវេលាយើងទីបញ្ចប់ខ្ញុំសូមគ្រប់ថ្លែងអំណរគុណអរស្រីនាងកញ្ញាទៅប៉ុណ្ណាហើយបើសិនមានពេលខ្ញុំនឹងធ្វើការបកស្រាយបន្តទៀតដើម្បីឲ្យអរស្រីអាចយកទៅជាចំណេះដឹងសម្រាប់គ្រប់គ្រងអារម្មណ៍ខ្លួនឯងដើម្បីឲ្យមានទំនុកចិត្តទៅលើស្ថាប័នតុលាការស្ថាប័នអន្តរជាតិទៅវាមិនខុសទេបាទអរគុណច្រើន